រៀបសួរនាងខ្ញុំសាលីចង់ស្រីនាងនិងបងឈឺបជាមិត្តភក្តិរបស់ខ្ញុំបងឈឺបស្រីនាងចង់បានចូលរួមជាមួយខ្ញុំដែរថ្ងៃនេះយើងនឹងធ្វើដំណើរទៅស្វែងយល់អំពីសហគមន៍លើកម្ពស់សន្តិសុខស្បៀងយ៉ាងដូចម្ដេចដែលជាផ្នែកមួយនៃយុទ្ធនាការអាហារគ្រប់គ្រាន់សារជាតិគ្រប់គ្រាន់គោលបំណងធំគឺចង់ដឹងតាក់ទងជាមួយនឹងស្ថានភាពស្បៀងនៅក្នុងសហគមន៍របស់យើងហើយបន្ថែមទៅលើនឹងទៀតគឺយើងចង់ដឹងតាក់ទងជាមួយនឹងការផលិតស្បៀងតាក់ទងមួយការដាំដុះនៅក្នុងសហគមន៍ចា៎តើថ្ងៃនេះយើងនឹងធ្វើអ្វីខ្លះយើងនឹងធ្វើដំណើរទៅកាន់ស្រុកពួរដើម្បីទៅជួយក្រុមអ្នកដែលជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជួយដល់វិស័យកសិកម្មរបស់យើងតាមរយៈគោលដៅរបស់ខ្ញុំបន្ទាប់គឺចង់ដឹងពីបញ្ហាប្រឈមរបស់គាត់នៅក្នុងសហគមន៍ថាគាត់ជួបបញ្ហាខ្លះឬយកទៅផ្សព្វផ្សាយបន្តទៅដល់សហគមន៍ហើយជួយសម្រួលឲ្យគាត់ជួយដោះស្រាយដល់បញ្ហារបស់សហគមន៍យើងនឹងទៅជួបជាមួយសមាជិកសហគមន៍កសិកម្មមួយរូបគាត់នឹងប្រាប់មកវិញពីការផ្លាស់ប្រែខ្ញុំផ្ទាល់ហើយព្រមទាំងក្រុមការងារពិតជាមានមោទនភាពដែលខាងអង្គការក៏បានយកចិត្តទុកដាក់ហើយបានផ្ដល់ជាវគ្គបណ្ដុះបណ្ដាលអំពីអំពើដល់ពួកខ្ញុំដើម្បីចុះមកធ្វើការចុះប្រមូលទិន្នន័យបេសកកម្មរបស់យើងនៅថ្ងៃនេះគឺទាំងស្រួលផងនិងពិបាកផងគឺត្រូវស្វែងយល់ចងក្រងនិងចែករំលែករឿងរ៉ាវដែលធ្វើការសន្តិសុខស្បៀងប៉ុន្តែគ្រប់ជំហានទាំងអស់គឺយើងជួបប្រទះការលំបាករួមទាំងពេលវេលានិងការប្រមូលយករឿងរ៉ាវពិតៗនិងត្រូវប្រឈមមុខជាមួយអាកាសធាតុប្រែប្រួលយើងកំពុងតែតតាំងប្រឈមជាមួយនឹងបញ្ហានានាដូចជាអាកាសធាតុប្រែប្រួលនិងកង្វះធនធានតែយើងមានសង្ឃឹមលើភាពស្មរបស់យើងដោយជឿជាក់លើភាពខ្លាំងរបស់សហគមន៍រាល់កិច្ចសន្ទនាតែងតែបង្ហាញឲ្យឃើញគំនិតថ្មីមួយយើងកំពុងតែរៀនពីដំណាំលក្ខណៈគ្រួសារនិងការធ្វើការជាក្រុមដែលផ្ដល់ផលវិជ្ជមានដល់ការមានស្បៀងនិងសុខុមាលភាពរបស់សហគមន៍ការយល់នឹងមានគោលដៅរួមនាំឲ្យយើងមានការសិក្សាស្រាវជ្រាវនេះដល់ពេលសួរថាធ្វើម៉េចឲ្យមានអាហារគ្រប់គ្រាន់ឬតើត្រូវពង្រឹងអ្វីបន្ថែមទៀតយើងតែងបានចម្លើយថាអ្វីៗទាំងអស់គឺចាប់ផ្ដើមពីផ្ទះគឺដំណាំលក្ខណៈគ្រួសារដែលជាការអនុវត្តក្នុងការពង្រឹងសាមគ្គីភាពនៅក្នុងសហគមន៍តាមរយៈកិច្ចសន្ទនានេះយើងបានរៀនពីអំណាចនៃការស្ដាប់និងសារៈសំខាន់របស់សហគមន៍ក្នុងការធ្វើឲ្យមានការផ្លាស់ប្រែប្រកបដោយនិរន្តរភាពដំណើររបស់យើងគឺគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ